ថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនអំពីរបៀបបង្កើត page ងាយស្រួលដែលយើងបាច់ចាំទៅសួរគេឬមួយក៏ពិបាកឲ្យគេណែនាំឲ្យបងប្អូនឥឡូវយើងគ្រាន់តែចូលទៅ profile Facebook យើងបន្ទាប់មកយើងរកពាក្យថា page មកនេះ page យើងចុចលើពាក្យថា page ហើយបន្ទាប់មកយើងនឹងឃើញនេះ3ខាងលើនេះយើងយកពាក្យថា create ហើយនេះកន្លែងនេះpersonal និង personal នេះយើងយកឥឡូវសម្រាប់រកលុយហើយក្រោមសម្រាប់បង្កើត business អញ្ចឹងយើងចុចឥឡូវមកហើយយើងចុច next មកហើយបន្តមកនេះដល់កន្លែងនេះគេឲ្យយើងដាក់ឈ្មោះសិនមកយើងដាក់ឈ្មោះយើងចង់ដាក់ឈ្មោះមិនបានដែរតែបងប្អូនចង់ដាក់ឈ្មោះរបៀបមិនក៏បានដែរប៉ុន្តែបើដាក់ឈ្មោះទៅគេលោតសញ្ញាកំហុសអញ្ចឹងមានន័យថាគេឲ្យដាក់អីអញ្ចឹងយើងដាក់អាណាដែលចុចទៅវាចេញពណ៌ខៀវយើង continue នេះនឹងដាក់មកនេះ continue ហើយបន្ទាប់មកកន្លែងនេះយើងចុចយកពាក្យថា create profile យើងចុចយកពាក្យថា create profile នៅពេលដែលយើង create profile រួចយើងនឹងចូលទៅដល់មកកន្លែងទៀតនេះកន្លែងនេះគឺតម្រូវឲ្យយើងដាក់រូបនៅតាំង profile របស់យើងចុចមកតាំងលើ profile រូបយើងចង់ដាក់មួយណាក៏បានដែរយើងចុចចូលមក next មកចាំតិចហើយបន្ទាប់មកយើងចុច next ទៀតមកយើងឲ្យវាឈានឲ្យយើងទៅដាក់រូបលើ cover ម្ដងយើងយកមួយណាក៏បានដែរនេះយើងចុច next ទៀតមកហើយបន្ទាប់មកយើង next រហូតមកវាមាន5អញ្ចឹងយើងចុច next រហូតមកយើងអត់ចាំបាច់ធ្វើអីទេយើងគ្រាន់តែ next តាមតែគេដាក់ឲ្យ next ហ្នឹងមកនេះកន្លែងនេះគេ next មកគឺវាជាន់ឲ្យអូតូហើយ next ទៀតមកនេះគឺវាជាន់ឲ្យអូតូបងអូខេ next ទៀតមកនេះ not now យកពាក្យ not now មកអូខេអញ្ចឹងឃើញថាយើងបាន page មួយហើយតែ page ហ្នឹងវាអត់ទាន់គ្រប់លក្ខខណ្ឌរបស់គេទេបងប្អូនអញ្ចឹងយើងព្យាយាមធ្វើឲ្យគ្រប់លក្ខខណ្ឌរបស់គេគឺយើងធ្វើជា content ដែលយើងចង់ធ្វើដូចជាវីដេអូ post ជារូបភាពអីអញ្ចឹងទៅដើម្បីគ្រប់លក្ខខណ្ឌគេដើម្បីយើងអាចរកលុយបានណាបងប្អូននៅពេលដែលយើងអាចរកលុយបានអញ្ចឹងគឺយើងត្រូវតម្រូវឲ្យយើងនឹងចូលទៅរៀបចំ page តាមដែលខាង Facebook គេនឹងណែនាំអញ្ចឹងសម្រាប់វីដេអូនឹងមានតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងគឺនេះជារបៀបងាយដែលយើងអាចបង្កើត page បានអញ្ចឹងក៏សូមអរគុណដល់អ្នកទស្សនាហើយនឹងអ្នកដែលបានចូលមើលហ្នឹងបើសិនជាមានកន្លែងណាឆ្ងល់សូម comment ឬមួយក៏ជួយ subscribe នៅ channel YouTube របស់ខ្ញុំមួយផងដើម្បីឲ្យទទួលបាននៅវីដេអូថ្មីៗដែលទាក់ទងនឹងការបង្កើត page បង្កើតអីចឹងណាបងប្អូន